vàចំណុចនេះយើងធ្វើតារាងបងលក់បាទគេហៅថា schedule of partial payment បាទដូចយើងបានរៀនពីគណនាពីលើមុនបាទគឺចំនួនទឹកប្រាក់ថេរដែលយើងគណនាឃើញគឺហើយយើងគណនាឃើញយើងត្រូវបង់ក្នុងមួយគ្រាក្នុងមួយគ្រានេះយើងគណនាឃើញផ្ទះហ្នឹងវា$60,000ហើយត្រូវបង់រស់15ឆ្នាំដែលនៅរៀងរាល់ចុងខែបាទអញ្ចឹងតើយើងបង់ការប្រាក់8%ក្នុងមួយឆ្នាំបាទហើយបើយើងសង្កេតទៅថាផ្ទះវា$60,000ហើយបង់រស់15ឆ្នាំអឺបង់រាល់ចុងខែហើយការប្រាក់ក្នុងមួយឆ្នាំ8%បាទអញ្ចឹងយើងកណនាទៅបាទយកមកកណនាទៅយើងឃើញបង់ក្នុងមួយខែបាទ$573និងចុច39សេនបាទតែយើងបង់ប៉ុណ្ណឹងក្នុងមួយខែបាទអញ្ចឹងយកមកធ្វើតារាងបង់រលុបបាទអញ្ចឹងនេះជាបង់ថេរបាទគឺអ្នកទិញផ្ទះបាទអ្នកទិញផ្ទះគឺបង់រាល់ចុងខែបាទអានេះយើងធ្វើតែក្នុងមួយឆ្នាំដំបូងបាទអញ្ចឹងគឺនៅចុងខែទី1គាត់បង់លុយ$573និង39សេនបាទអញ្ចឹងនៅក្នុងលុយនេះគឺមិនមែនបានសងដើមទាំង500នោះទេបាទគឺត្រូវក្នុងនោះគឺមានការប្រាក់ទេ$400បាត់ហើយបាទព្រោះនេះការប្រាក់8%ចែក12ទៅវាគឺការប្រាក់ក្នុងមួយខែបាទហើយយើងយកមកគុណជាមួយលុយដែលយើងពាក់ក្នុងរយៈពេលមួយខែនេះគឺ$60,000នេះបាទអញ្ចឹង$60,000មួយខែគឺខែទី1គឺអឺអស់$400បាទបើយើងយក60000បាទគុណនឹង8ចែក12បាទគុណ8ចែក12គឺឃើញការប្រាក់ក្នុងមួយខែបាទអញ្ចឹង500នេះដក400ចេញបាទនៅសល់តែ$173ដែលត្រូវសងទៅប្រាក់ដើមអញ្ចឹងដកចេញពី60000នេះមកនៅសល់59,826.61ចុងខែទី2យើងសងលុយ$57339សេនទៀតនៅក្នុងនោះគឺដកការប្រាក់398.84សេនចេញនៅសល់លុយតែ$174.55ដែលសងទៅប្រាក់ដើមបាទអញ្ចឹងយើងដកចេញ59,826.61ដក174ចេញទៅបាទយើងសងយើងនៅទីពាក់លុយ$59,652.61ទៀតបាទអញ្ចឹងគឺយើងធ្វើបែបនេះរហូតដល់ខែចុងក្រោយបាទខែទី12ក៏ដូចនេះដែរបាទនេះហើយបើថាយើងធ្វើរហូតដល់ខែទី108បាទខែទី108គឺយើងសងដើមរួចអស់តែម្ដងអញ្ចឹងនេះជាតារាងតាមនោះតែប្រត់តែយើងយកមកផ្នែកមួយគឺយកក្នុងរយៈពេល1ឆ្នាំបងធ្វើបាទហើយបើយើងផ្ទះប្រកបគឺគេធ្វើតារាងព្រីនឲ្យយើងបាទព្រីនឲ្យយើងគ្រប់180ខែតែម្ដងបាទអញ្ចឹងវាមើលទីហោមកទៀតផ្ទះមួយល្វែងថ្លៃ$75,000ដែលត្រូវបង់រស់នៅរាល់ចុងខែរយៈពេល10ឆ្នាំបាទនឹងមានការប្រាក់10%ក្នុងមួយឆ្នាំបាទអញ្ចឹងទីមួយយើងតើចំនួនប្រាក់បង់ថេរក្នុងមួយខែបង់ប្រមាណ$បាទហើយលុយដើមនៅជាពាក់នៅចុងឆ្នាំទី4តើនៅចុងឆ្នាំទី4តើក្រោយពីយើងបង់រស់4ឆ្នាំដំបូងហ្នឹងតើនៅដល់ជាពាក់លុយប្រមាណទៀតបាទតើគេចំណាយអស់ការប្រាក់ប្រមាណ$ក្នុងរយៈពេល4ឆ្នាំដំបូងនេះបាទអញ្ចឹងយើងទីមួយយើងគណនាលុយដែលត្រូវបង់ក្នុងរយៈពេលមួយខែបាទបង់ថេរក្នុងមួយខែហ្នឹងហើយអញ្ចឹងរំហាត់នេះបាទជាគ្វីសមួយដែលលោកគ្រូមិនធ្វើបំណោះស្រាយឲ្យទេបាទគឺបងអូនយកទៅធ្វើបំណោះស្រាយដោយខ្លួនឯង